កតញ្ញូនេះលោកឲ្យមាន3យ៉ាងកើតមកជាមនុស្សត្រូវមានកតញ្ញូ3យ៉ាងណាញោមណាទី1គឺកតញ្ញូចំពោះបុគ្គលទី2ត្រូវកតញ្ញូចំពោះទឹកដីដែលខ្លួនអាស្រ័យនៅហើយទី3ត្រូវមានកតញ្ញូចំពោះកិច្ចការងារដែលខ្លួនកំពុងធ្វើកតញ្ញូចំពោះបុគ្គលយ៉ាងម៉េចបុព្វការីជនណាបុគ្គលណាដែលគេធ្លាប់ធ្វើអំពើល្អណាមួយសូម្បីបន្តិចបន្តួចក្នុងគ្រាណាក៏ដោយយើងត្រូវដឹងគុណមិនត្រូវបំភ្លេចគុណបុគ្គលនោះទេត្រូវដឹងគុណហ្នឹងញោមត្រូវរលឹកជានិច្ចថាបុគ្គលនេះធ្លាប់សង្គ្រោះអញធ្លាប់ជួយអញយើងត្រូវរលឹកចំពោះបុគ្គលនោះមិនត្រូវបំភ្លេចគុណគេទេសូម្បីតែអំពើល្អបន្តិចបន្តួចយ៉ាងណាក៏ដោយចាំបាច់ពោលទៅធ្វើដល់លោកឪពុកអ្នកម្ដាយមេដាបិតាញោមហ្នឹងគឺត្រូវតែដឹងគុណបើលោកនៅរស់ត្រូវតែទំនុកបំរុងដោយបច្ច័យទាំង4ថ្ងៃនេះបច្ច័យ4ត្រូវហើយបងអញ្ចឹងបើនៅរស់ត្រូវសង្គ្រោះដោយបច្ច័យទាំង4ពីព្រោះការយើងនៅតូចមេដាបិតាក៏តែតែផ្គត់ផ្គង់ទំនុកបំរុងកូនប្រុសស្រីដោយបច្ច័យទាំង4ហ្នឹងដែរហើយបច្ច័យទាំង4ហ្នឹងគឺមានអីបងហៅតាមភាសាបាលីថាចៃវរៈបច្ច័យហើយភាសាខ្មែរយើងប្រែមកថាគ្រឿងស្លៀកពាក់គ្រប់ដណ្ដប់ទាំងអស់ហ្នឹងហើយបុព្វប្រសង្ឃមានអីមានចៃពរញោមចៃពរនេះហៅចៃពរនេះចៃវរៈហ្នឹងបើហៅតាមភាសាមួយទៀតគឺឧត្តរាសង្ឃៈឧត្តរាសង្ឃៈហ្នឹងគឺនេះគេហៅចៃពរហៅក្តោបទាំងអស់ហៅចៃពរសំដៅលើឧត្តរាសង្ឃៈនេះដែលក្របពីលើហើយមានស្បង់មួយទៀតដែលនៅចន្លោះខាងក្នុងហៅថាអន្តរាវាសកៈដែលនៅចន្លោះញោមណានៅខាងក្នុងហើយបើប្រសក់ថាឧបាសកឧបាសិកាឬក៏គិរីធម្មតាខោអាវញោមប្រសងមានស្បង់មានចៃពរឬក៏មានអន្តរាវាសកៈមានឧត្តរាសង្ឃៈសម្រាប់បិទបាំងនៅរាងកាយនេះហ្នឹងផ្នែកអ្នកបួសហើយញាតិញោមជាពុទ្ធបរិស័ទគឺមានខោអាវហ្នឹងញោមមានខោមានអាវហ្នឹងឲ្យតែគ្រឿងបិទបាំងនៅរាងកាយនេះហៅថាចៃវរៈទាំងអស់សម្ពុតបណ្ណាក៏ដោយខ្ញុំហៅថាចៃវរៈញោមណាហ្នឹងភាសាសម្រាយថាគ្រឿងបិទបាំងការពារនៅក្តៅត្រជាក់មូសលបោមអីជាដើមហ្នឹងឯងហើយបណ្ឌបាតៈបច្ច័យប្រែមកខ្មែរយើងថាអាហារញោមអាហារទាំងឡាយមានភោជនីយៈក្តីខាតនីយៈក្តីវត្ថុដែលបុគ្គលក៏បីបរិភោគក៏បីទំពាស៊ីជាដើមហ្នឹងគឺហៅថាបណ្ឌបាតទាំងអស់គឺគ្រឿងត្រត្រង់នៅរាងកាយគ្រឿងត្រត្រង់រាងកាយឲ្យប្រព្រឹត្តទៅបានឲ្យរស់រានមានបានពីព្រោះធម៌ហូបហ្នឹងសំខាន់ណាញោមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងណាឯកនិមកੰញោមឯកនិមកੰធម៌ទី1ធម៌អីញោមធម៌ទី1ធម៌អីញោមធម៌ទី1ធម៌អីព្រះអង្គតែងសម្ដែងធម៌ទី1ធម៌អីញោមឯកនិមកੰធម៌ទី1ធម៌អីធម៌ស៊ីញោមធម៌ស៊ីអាហារធម៌ទី1គឺសัพពេសត្តាអាហារតតិកាសត្វទាំងឡាយដែលអាចរស់រានបានគឺដោយសារអាហារធម៌ទី1ធម៌ស៊ីធម៌បរិភោគគឺធម៌អាហារបើអត់មានអាហារធ្វើសិលការទេញោមអត់ទេហេវហត់កំពុងទៅនិយាយធរនិយាយអាហ្នឹងអត់ទេណាញោមណាអញ្ចឹងធរព្រះសម្មាសម្ពុទ្ធព្រះអង្គព្រានបដៅមនុស្សណាញោមមិនមែនមនុស្សកំពុងតែហេវហត់អត់ឃ្លានទេញោមព្រះអង្គសម្ដែងអំពីការឲ្យទានញោមមើលនៅក្នុងទានបារមី30គឺនិយាយពីទានមុនមែនទេញោមណាឲ្យចេះចែករំលែកការឲ្យទាននៅក្នុងទស្សពរិយធម៌ក៏មានទានខាងដើមនៅអនុពុទ្ធពីកថាក៏ព្រះអង្គសម្ដែងពីទានកថាមុនដែរអញ្ចឹងគឺឲ្យមនុស្សចេះចែករំលែកនៅអំណោយបើអ្នកមានទៅចេះចែករំលែកនៅភោគទ្រព្យសម្បត្តិទៅឲ្យអ្នកក្រីក្រអ្នកកំសត់តោកយ៉ាគឺថាចេះចែករំលែកគ្នាញោមទេដើម្បីឲ្យរស់រានមានជីវិតហើយធម៌ទាននេះគឺធម៌ប្រសើរណាញោមណាធ្វើឲ្យជាទីស្រឡាញ់ញោមរមែងជាទីស្រឡាញ់នៃមនុស្សនិងទេវតាញោមសត្វទេរឆានក៏ស្រឡាញ់ញោមឲ្យទានណាញោមណាញោមមើលសំណក់មើលពេលយើងខុចឲ្យបាយយូស្រឡាញ់យើងណាញោមគេដែរស្មោះសុនខៈញោមណាសុនខៈប្រែថាសំណក់ហ្នឹងប្រែថាសត្វដែលស្មោះនឹងម្ចាស់ក៏ន័យទី1ហើយមួយទៀតថាសត្វដែលមានកញ្ចក់ស្អាតសុនឹងអ្នកខៈញោមសុនខៈហ្នឹងមានច្រើនបើសុនខៈសាណៈបើសុវណ្ណៈស្វាណៈសូណៈប្រែថាឆ្កែទាំងអស់ហើយអត្ថនៃសំណក់នេះគឺមានអត្ថថាសត្វដែលស្មោះនឹងម្ចាស់សត្វដែលស្មោះនឹងម្ចាស់ញោមណាសត្វឆ្កែហ្នឹងគឺស្មោះនឹងម្ចាស់ពេលដែលយើងឲ្យបាយឲ្យស្មោះណាញោមបើឲ្យតែម្ដងចាំយើងសត្វណាអញ្ចឹងគឺធម៌ដឹងគុណធម៌កតញ្ញូនេះគឺជាធម៌ដ៏ប្រសើរសម្រាប់មនុស្សក្នុងលោកមនុស្សទាំងឡាយណាដែលប្រាថ្នានៅសេរីសួស្តីប្រាថ្នានៅមង្គល
គឺត្រូវតែមានធម៌កតញ្ញូនៅក្នុងមង្គល38ប្រការមង្គលទី11ត្រង់មេត្តាបេតុឧបដ្ឋានគឺព្រះអង្គសម្ដែងអំពីកិរិយាចិញ្ចឹមថែរក្សាញោមណានៅមេត្តាបិតាហ្នឹងលោកថាជាមង្គលអានេះគឺជាផ្នែកនៃកតញ្ញូមួយដែរញោមណាគេជាមង្គលអញ្ចឹងបើបុគ្គលទាំងឡាយណាឬក៏ទេវតាណាដែលប្រាថ្នានៅមង្គលប្រាថ្នានៅសិរីសួស្តីគឺត្រូវតែមានធម៌កតញ្ញូការដឹងគុណហើយនៅក្នុងបរាភវសូត្របើចង់វិនិច្ឆ័យលោកថាបើយោមានតារាងពេកតារាងវាហើយកុំចិញ្ចឹមទៅបើពេលដែលគាត់វ័យចាស់ជរាញោមណានៅក្នុងធម៌បរាហ្នឹងគឺវិនិច្ឆ័យបើពេលដែលមេដាបេដាចាស់ជរាហើយកូនប្រុសស្រីមិនចិញ្ចឹមថែរក្សារមែងដល់នៅសេចក្តីវិនិច្ឆ័យអញ្ចឹងធម៌ព្រះអង្គមានទាំងមង្គលសិរីសួស្តីផងមានធម៌វិនិច្ឆ័យផងហើយយោមកុំធុញញោមធម៌បរាលោកគឺលឺអសូរវិនិច្ឆ័យគឺបង្រៀនឲ្យមនុស្សនៅក្នុងសង្គមណាអ្នកប្រាជ្ញខ្មែរយើងលោកតែងជាស្លោកតែងជាកំណាព្យឲ្យងាយយល់ងាយចាំស្ដាប់ទៅឆាប់ចាំហើយយកមកប្រតិបត្តិនៅក្នុងដំណើរជីវិតនេះកើតជាសិរីសួស្តីអញ្ចឹងយើងជាអ្នកគោរពរាប់អានព្រះពុទ្ធសាសនាត្រូវតែសិក្សារៀនសូត្រនៅព្រះពុទ្ធវចនៈនៅពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយព្យាយាមយកមកបដិបត្តិញោមណាឲ្យកើតជាបុណ្យកុសលរឿយគ្រប់គណៈគ្រប់ពេល